មុននឹងជីរថភ្លើងសួស្តីបងប្អូនទាំងអស់គ្នានៅខាងក្រៅខ្ញុំនេះគឺជាច្រឡងពោះនិងក្រពើតែយើងទៅលេងទាំងអស់គ្នាហើយបន្តិចទៀតយើងទៅជិះ roller coaster វិញម្ដងហើយនៅក្នុងផ្លូវដើរទៅនេះដែរគឺគេសរសេរអក្សរអនុស្សាវរីយ៍ច្រើនខ្លាំងមែនតើបងប្អូនគេធ្លាប់មកថ្ងៃណាខែណាជាមួយអ្នកណាអញ្ចឹងណាហើយឥឡូវយើងមកដល់កន្លែងជិះអីបងប្អូនអានេះគឺលក្ខណៈពងហើយមានកៅអីអង្គុយឲ្យយើងជីនៅក្នុងច្រឡងហ្នឹងអញ្ចឹងតទៅពីតរងជួរបានឡើងជីឥឡូវបានចេញទៅហើយបងប្អូនហើយជីលើហ្នឹងគឺសប្បាយខ្លាំងមែនតើគេធ្វើបែបលក្ខណៈទឹកហូរហើយមានច្រឡងទៅមតនៈតាមដងភ្នំអញ្ចឹងយើងក៏លេចមើលជុំវិញខ្លួនទៅគឺទេសភាពស្អាតខ្លាំងមែនតើហើយឥឡូវនេះគឺចូលមកដល់គេធ្វើមានរូងភ្នំមានសត្វបជាវមានអីស្រែកមានក្បាលខ្មោចមានអីអញ្ចឹងបងប្អូនគឺមានអារម្មណ៍ភ័យផងអផងសប្បាយផងនៅក្នុងហ្នឹងបងប្អូនឥឡូវនេះគឺចេញមកដល់ក្រៅវិញហើយគឺទេសភាពពីមតនៈទៅមតនៈគឺកាន់តែស្អាតហើយមិនមានពោះនិងក្រពើនៅក្នុងនឹងមែនតែនទេបងប្អូនគេគ្រាន់តែដាក់ជាប្រភេទរូបថ្មទេហើយបន្ទាប់ពីហ្នឹងគឺយើងនឹងទៅជិះរថភ្លើងលបឿនដ៏លឿនមួយដែលគេហៅថា roller coaster ហើយនេះគឺជាទស្សនវិជ្ជាមុននឹងជិះគឺសប្បាយអរខ្លាំងមែនតើដោយសារតែជាលើកទី1របស់ខ្ញុំដែរអញ្ចឹងពេលដែលរថភ្លើងឡើងទៅដល់លើនេះគឺមើលមកក្រោមទេសភាពស្អាតខ្លាំងមែនតើជុំវិញហ្នឹងគឺសុទ្ធតែភ្នំប៉ុន្តែនៅពេលដែលធ្លាក់មកវិញឡើងមានអារម្មណ៍មើលទេសភាពហើយគឺនឹកទៅដល់អាប៉ែកកាន់កាដៀវពេលអាវបោះខ្មៅគឺថាភ័យខ្លាំងមែនតើធ្លាក់មកវឹបហ្នឹងមកគឺថាសឹងថាទទួលយកបានណាបងប្អូនហើយរយៈពេលដែលយើងជិះនៅលើហ្នឹងគឺ3នាទីគឺគេមានផ្លូវបត់បែននៅក្នុងហ្នឹងច្រើនទៅវិញទៅមកនៅហ្នឹងស្ថានភាពពេលជិះរថភ្លើងហើយថ្ងៃក្រោយញ័រដៃអស់ហើយបន្ទាប់ពីជិះរថភ្លើងហើយហ្នឹងក៏ដើរមកមើលដូចជាកន្លែងជិះសេះហោះអញ្ចឹងបងប្អូនសេះហោះដូចយើងនៅខ្មែរការលេងទូចអីចឹងនេះកន្លែងប្រភេទសម្រាប់ក្មេងៗលេងដូចជាកន្លែងនេះកន្លែងគេធ្វើផ្ទះប្រភេទមានកន្លែងឡើងច័ន្ទជាដើនិងប្រភេទចម្រោតអីចឹងណាគឺមានចម្រោះច្រើននៅក្នុងហ្នឹងលោតពងអីចឹងទៅហើយនៅក្នុងហ្នឹងក៏មានកន្លែងលេងហ្គេមដែរដូចជាកន្លែងជិះម៉ូតូឬក៏ជិះឡានប៉ណ្ណាំងអីចឹងបងប្អូនគឺមានចម្រោះនៅក្នុងហ្នឹងតែម្ដងបន្ទាប់ពីដើរមើលកន្លែងក្មេងៗលេងហើយឥឡូវនេះយើងមកដល់កន្លែងធំម្ដងអញ្ចឹងខ្ញុំមកឈរតារាងជួរចាំទីប្រអប់ខ្សែរ៉តនេះបងប្អូនហើយខ្ញុំពិតជាសរសើរអ្នកដែលបង្កើតសួនកំសាន្តមួយនេះគឺគេពូកែរកកន្លែងខ្លាំងមែនតើនៅជុំវិញហ្នឹងសិតតែភ្នំអញ្ចឹងនៅពេលដែលយើងជិះអីឡើងទៅលើទៅមើលទៅណាក៏ឃើញទេសភាពស្អាតដែរឥឡូវនេះយើងមកកន្លែងលេងថ្មីមួយទៀតគឺកន្លែងប្រភេទជិះតូងពង្វិលអីចឹងទៅអញ្ចឹងមើលទៅរៀងតំណងដែរក៏សម្រាប់ចិត្តចូលទៅជិះអាហ្នឹងមួយទៀតហើយក៏តារាងជួរបានបន្តិចហ្នឹងក៏បានចូលឡើងទៅជិះទៅមុនដំបូងយឺតទេបងប្អូនដល់ពេលយូរទៅមានណាលឿនទៅភ័យផកគេដែរណាបងប្អូនពង្វិលយកធ្លាក់ចុះឡើងនឹងចង់វិលមុខដែរហ្នឹងបងប្អូនក៏ប៉ុន្តែបើតាមគិតទៅប៉ុណ្ណេះគឺវាមកល្មមអាចទទួលយកបានវាដូចយើងជិះរថភ្លើងមុនហ្នឹងគឺថាខ្លាំងមែនតើទាំងទទួលយកបានបងប្អូនវាអស់ព្រលឹងផ្លេសហ្មងបើអានេះអត់អីទេយើងអាចទទួលយកបានជិះមកសប្បាយភ័យផងអីផងចឹងទៅមកល្មមចំណែកដើមមកដល់កន្លែងនេះហ្នឹងគឺប្រភេទរថភ្លើងដែរគាត់ថាប្រភេទរថភ្លើងខ្នាតកដាលវាប្រភេទរថភ្លើងលឿនគាត់ថាវាទូចល្មមខ្សែវាខ្លីចឹងបងប្អូនវាអត់វែងដូចខ្ញុំជិះអាធំមិញមកដល់កន្លែងនេះហ្នឹងគឺប្រភេទខ្សែរ៉តមួយទៀតក៏ប៉ុន្តែខ្សែរ៉តនេះគឺគេអត់ដាក់ប្រអប់ទេគឺគេឲ្យយើងជិះមើលទេសភាពផ្ទាល់តែម្ដងនិយាយទៅអានេះវាលក្ខណៈដូចតោងយើងជិះចឹងយើងអាចជិះអង្គើតិចហើយមើលទេសភាពជុំវិញដោយអត់មានកញ្ចក់អីបាំងទេយើងមើលផ្ទាល់ហ្មងចឹងណាបងប្អូនហ្នឹងហើយអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការចូលតាមដានទស្សនាវីដេអូមួយនេះហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ